វីដេអូមុនខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើម្សៅបាញ់កាញ់ហើយថ្ងៃនេះខ្ញុំនឹកឃើញចង់ហូបបបរបាញ់កាញ់ក៏ថតជាវីដេអូជូនបងប្អូនមើលចាដំបូងទីគឺខ្ញុំដាំទឹកជាមួយនឹងទឹកត្រីដែលបានរោហ្នឹងចំនួន3លីត្រពេលដែលដាំពុះខ្ញុំដាក់ឆៃថាវហើយគល់ខ្ទឹមបាកាយាហឺចូលហើយបន្ថែមនឹងត្រីដែលបានរោទុកហ្នឹងបន្ទាប់មកទៀតបងប្អូនដាក់ដុំស៊ុបចូលខ្ញុំប្រើដុំស៊ុបឆ្ងាញ់ដែលជារបស់ខ្មែរយើងហើយខ្ញុំដួសទឹកដែលពពុះនឹងចេញដើម្បីមើលទៅទឹកស៊ុបយើងគឺថ្លាល្អពេលដែលសាច់ត្រីឆ្អិនបងប្អូនស្រង់វាយកមកបេះជាដុំបាញ់កាញ់ខ្ញុំមានចំនួន1គីឡូអញ្ចឹងខ្ញុំដាំទឹកចំនួន3លីត្រហ្នឹងហើយត្រីហ្នឹងគឺចំនួន6ខាំពេលដែលស្រង់ត្រីបេះហើយខ្ញុំពងខ្ទឹមហើយខ្ញុំតែងតែកូរស្ករឲ្យឡើងជើងក្រងដើម្បីឆាជាមួយនឹងត្រីហ្នឹងនៅពេលដែលយើងបង់ចូលទឹកស៊ុបគឺទឹកស៊ុបយើងពណ៌ស្អាតបងប្អូនឆាវាចូលគ្នាបែបហ្នឹងមកឆៃថាវដែលបានបង់ក្នុងទឹកស៊ុបហ្នឹងយើងស្រង់ចេញដើម្បីកុំឲ្យវាសកានៅក្នុងទឹកស៊ុបហើយត្រីដែលបានឆាហ្នឹងបងប្អូនដាក់រសជាតិទៅតាមដែលយើងចង់បានមានប៊ីចេងស្ករសទឹកត្រីប្រេងខ្យងម្រេចហើយបងប្អូនភ្លក់មើលតាមចំណង់ចំណូលចិត្តទៅពេលឆាត្រីរួចខ្ញុំដាក់ម្សៅបាញ់កាញ់ចូលម្សៅបាញ់កាញ់បងប្អូនចង់ដឹងពីរបៀបធ្វើខ្ញុំមាននៅក្នុងវីដេអូមុនចឹងដាក់ម្សៅបាញ់កាញ់រួចហើយក៏ដាក់សាច់ត្រីដែលបានឆាហ្នឹងចូលទៅក្នុងទឹកស៊ុបហ្នឹងដូចគ្នាទុករហូតទាល់តែម្សៅបាញ់កាញ់ហ្នឹងឆ្អិនទើបពីអណ្ដែតហើយបងប្អូនភ្លក់មើលតាមរសជាតិដែលបងប្អូនចង់បានបើបងប្អូនចូលចិត្តសូមជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងអរគុណ